ការងារល្អមានសម្រាប់តែមានអ្នកចំណេះវិជ្ជាតែប៉ុណ្ណោះមិនមែនជាការលេងសើចទេជីវិតមិនមែនជាការលេងសើចព្រឹកនេះយើង celebrate your success បាទអញ្ចឹងសូមអបអរសាទរអង្គភិបគ្រូអរគុណលោកគ្រូគ្រាន់តែរំលឹកបន្តិចថាការចប់នេះជាភាពជោគជ័យរបស់ក្មួយយើងគួរមានមោទនភាពដែលបានបញ្ចប់ការសិក្សាភាសាអង់គ្លេសនៅបញ្ញាសាស្ត្រហើយការជោគជ័យរបស់ក្មួយនេះមិនមែនធ្វើកើតឡើងដោយខ្លួនឯងម្នាក់ទេបាទមានអ្នកចូលរួមច្រើនយ៉ាងហ្នឹងហើយគាត់ជាការរំលឹកហើយការរំលឹកនេះជាភាពកតញ្ញូខ្ញុំចង់ឲ្យក្មួយមានភាពកតញ្ញូជាប់ខ្លួនជានិច្ចដូចជាឪពុកម្ដាយបងប្អូននិងណាព្យាបាលលោកគ្រូអ្នកគ្រូបាទអ្វីដែលយើងធ្វើទៅរួចមិនអាចធ្វើទៅរួចម្នាក់ឯងទេបាទភាពជោគជ័យវាគួបផ្សំជាមួយមនុស្សជុំវិញខ្លួនយើងនិងកត្តាខាងក្រៅជាច្រើនបាទអ្វីដែលខ្ញុំចង់ send message ព្រឹកនេះគឺកតញ្ញូនឹងឯងបាទកតញ្ញូនឹងវាតាក់ទាញឱកាសបាទតាក់ទាញឱកាសកតញ្ញូតាក់ទាញមនុស្សល្អបាទហើយកតញ្ញូតាក់ទាញសេចក្តីសុខសុភមង្គលបាទអញ្ចឹងទៅណាមកណាធ្វើអីក៏ដោយ don't be too proud of yourself you should be proud of yourself but don't be too proud អ្វីដែលយើងជោគជ័យហ្នឹងគឺមានអ្នកពីក្រោយយើងច្រើនណាស់មិនមែនមានតែយើងមួយទេបាទហើយភាពជោគជ័យព្រឹកនេះក៏ខ្ញុំចង់រំលឹកទៅក្មួយៗដែរថាដំណើរហ្នឹងមិនសាមញ្ញទេឥឡូវដំណើរទៅមុខទៀត it's new journey បាទការជោគជ័យភាពជោគជ័យមិនមែនជាពេលវេលាមួយទេគឺជា process បាទដំណើរទៅមុខរហូតអញ្ចឹងមិនចាប់ប៉ុណ្ណឹងចាប់អត់ទេណាគាត់នៅវែងឆ្ងាយណាស់នៅវែងឆ្ងាយណាស់ឆ្ងាយសែនឆ្ងាយប៉ុន្តែមិនឆ្ងាយដាច់អាឡ័យទេណាបាទឆ្ងាយដែលយើងអាចទៅដល់បានបាទឬអាប់រេតថាយុ20ជាងខ្ញុំលើកទឹកចិត្តក្មួយកសាងបន្តភាពធន់ភាពខ្លាំងរបស់យើងណាភាពធន់ភាពខ្លាំងហ្នឹងគ្មានអីក្រៅពីចំណេះវិជ្ជាការអប់រំពិតប្រាកដទេចំណេះវិជ្ជាក្មួយជុំប៉ុណ្នេះទៅធ្វើនៅឆុងកាហ្វេឲ្យគេធ្វើរេស្តូរ៉ង់ឬបើកហាងខ្លួនឯងបច្ចុប្បន្នហានិភ័យខ្ពស់នៅវែងឆ្ងាយណាស់ខំរៀនបន្តកុំឈប់តែប៉ុណ្្នេះហើយខ្ញុំជឿតែក្មួយគ្មានគោលបំណងឈប់ទេតែក៏ជាការរំលឹកខ្លាចភ្លេចណានៅវែងឆ្ងាយវែងសែនអនឡាញចុះផែបើសុខភាពអើយរស់ដល់80អីដែលយើងធ្វើការតែ60 70ចុះហើយបើក្មួយអត់កសាងបន្តភាពធន់ភាពខ្លាំងរបស់ខ្លួនឯងទៅមុខអត់រួចទេការងារល្អមានសម្រាប់តែមានអ្នកចំណេះវិជ្ជាតែប៉ុណ្ណោះបាទការងារល្អតួនាទីល្អប្រាក់ខែខ្ពស់គឺមានសម្រាប់តែមានអ្នកចំណេះវិជ្ជាប៉ុណ្ណោះអ្នកមានសមត្ថភាពខ្សោយចំណេះវិជ្ជាមិនរឹងមាំធ្វើការគេខ្វះមុខខ្វះក្រោយចាំពាក្យគ្រូណាមិនមែនជាការលេងសើចទេជីវិតមិនមែនជាការលេងសើច